បងអតិថិជនទាំងអស់គ្នានាងខ្ញុំកំពុងតែឈរនេះគឺនៅពីមុខផ្ទះគំរូវិឡាតូអេសតែម្ដងសម្រាប់ផ្ទះគំរូនឹងផងដែរគឺមានអតិថិជនគាត់ធ្វើការយកហើយអញ្ចឹងខាងក្រុមហ៊ុនក៏មានការរៀបចំជាផ្ទះគំរូសារជាថ្មីហើយអត្ថប្រយោជន៍នៃការទិញផ្ទះគំរូផងដែរគឺសម្រាប់អតិថិជនណាដែលគាត់នៅក្រៅប្រទេសឬក៏អតិថិជនណាដែលគាត់អត់ចង់ចំណាយពេលក្នុងការរៀបចំគឺអាចយកជាកញ្ចប់ផ្ទះគំរូបានដែលត្រៀមតែកាន់សល់ចូលនៅតែម្ដងហើយឥឡូវនេះកុំឲ្យខាត់ពេលយូរយើងទៅមើលផ្ទះគំរូថ្មីទាំងអស់គ្នាសូមអញ្ជើញចាឥឡូវនេះនាងខ្ញុំបានមកដល់ផ្ទះគំរូថ្មីដែលខាងក្រុមការងារក៏កំពុងតែរៀបចំតែម្ដងអញ្ចឹងយើងរៀបទំហំយើងសង់ទៅលើទំហំដីដូចនឹងផ្ទះគំរូមុនដែរគឺទទឹង15ម៉ែត្របណ្ដោយទៅក្រោយ23ម៉ែត្រដែលគម្រោងផ្ទះគឺខ្នាតតែមួយគឺទំហំ8ម៉ែត្រគុណនឹង15ម៉ែត្រ6យើងមានការរៀបចំជាអាងហែលទឹកបន្ថែមប៉ុន្តែអ្វីដែលកាន់តែពិសេសទៅទៀតហ្នឹងគឺអាងហែលទឹកគឺយើងរៀបចំបានធំជាងមុនតែម្ដងអញ្ចឹងបងអាចអញ្ជើញមើលបានយើងរៀបចំជាអាងហែលទឹកគឺយ៉ាងធំទូលាយមែនទែនហើយជាមួយនឹងកញ្ចក់យ៉ាងស្រស់ស្អាតហើយសម្រាប់កញ្ចក់នេះផងដែរបងក៏អាចរៀបចំជាបន្ទប់ផ្នែកខាងក្រៅក៏បានឬក៏អាចរៀបចំជាកន្លែងជប់លៀងមិត្តភ័ក្តិបងប្អូនក៏បានដែរឬក៏អាចធ្វើការរៀបចំជាបន្ទប់ការងារផ្ទាល់ខ្លួនក៏បានដែរហើយយើងក៏មានរៀបចំជា space ដីគៀនកញ្ចក់ហ្នឹងគឺសួនរៀបចំជាសួនបាននឹងស្រស់ស្អាតផងដែរហើយកុំឲ្យខាត់ពេលយូរនាំអារម្មណ៍បងទៅមើលផ្នែកខាងក្នុងផ្ទះតែម្ដងសូមអញ្ជើញចានេះគឺជាផ្ទះខាងក្នុងផ្នែកខាងក្នុងនៃបន្ទប់ទទួលភ្ញៀវដែលយើងក៏រៀបចំជាសាឡុងអង្គុយលេងបានយ៉ាងងាយស្រួលផងដែរហើយបន្ទាប់ពីបន្ទប់ទទួលភ្ញៀវយើងក៏មានជាបន្ទប់គេងនៅខាងឆ្វេងដៃនេះផងដែរបន្ទប់គេងនេះគឺជាបន្ទប់គេងទី1យើងក៏រៀបចំជាដេគ័រក្រែគេងជាមួយនឹងដេគ័រផ្សេងៗយ៉ាងបានងាយស្រួលជាមួយនឹងបន្ទប់ទឹកមួយដាច់ដោយឡែកផងដែរនេះគឺជាបន្ទប់គេងទី2ដែលជាបន្ទប់គេងទី2នេះគឺយើងមានសភាពធំគ្រប់បន្ទប់គេងទាំងអស់គឺយើងមានការរៀបចំជាបង្អួចដើម្បីឲ្យពន្លឺចេញចូលនៅផ្នែកក្នុងបន្ទប់គ្រប់គ្រាន់ផងដែរយើងក៏មានជាបន្ទប់ទឹកមួយខាងក្នុងហើយនេះគឺជាតុទទួលទានអាហារដែលយើងអាចរៀបចំជាតុទទួលទានអាហារបានសមាជិកជាច្រើនអ្នកផងដែរហើយជាមួយនឹងការរៀបចំជាដេគ័រទូទាំងផ្នែកទៀតបាយយ៉ាងស្រស់ស្អាតចឹងបងស្ត្រីដែលគាត់តែងតែចង់បានផ្ទះដាច់ចលែកហើយគាត់ចង់បានជាដេគ័រទូចក្រានបាយលើក្រោមទុកដាក់សម្ភារៈគ្រឿងទេសអីផ្សេងៗគឺយើងរៀបចំជូនមករួចរាល់តែម្ដងហើយស្រាប់ត្រង់នេះវិញគឺជាបន្ទប់គេងនៃគ្រួសារបន្ទប់គេងនៃគ្រួសារយើងក៏មានការរៀបចំជាដេគ័រទូតាំងកាបូបឬក៏ដេគ័រតុសម្អាងហើយនឹងដេគ័រទូតាំងទូរទស្សន៍ហើយយើងក៏មានជាបន្ទប់ទឹកមួយយ៉ាងធំទូលាយនៅខាងក្នុងផងដែរខាងនេះវិញគឺជាផ្នែកខាងក្រោយផ្ទះដែលយើងអាចធ្វើដំណើរចេញចូលទៅផ្នែកខាងមុខផ្ទះឬក៏ទៅអាងទឹកបានយ៉ាងងាយស្រួលតែម្ដងហើយយើងអាចរៀបចំជាកន្លែងតូអង្គុយលេងក៏បានដែរអញ្ចឹងផ្នែកចំហៀងផ្ទះគឺយើងអាចធ្វើដំណើរទៅផ្នែកខាងមុខយ៉ាងងាយស្រួលសម្រាប់គម្រោងផ្ទះវិឡាតូអេសយើងផងដែរចម្ងាយត្រឹមតែ200ម៉ែត្រពីរង្វង់មូលការរំដួលតែប៉ុណ្ណោះការប្រម៉ូសិនយើងនៅតែរក្សាដដែលគឺប្រម៉ូសិនបញ្ចុះតម្លៃរហូតដល់ 15,000 ហើយនឹងបង្គាប់ប្លង់ជូនពុកម៉ែបងប្អូនភ្លាមតែម្ដងអញ្ចឹងពុកម៉ែបងប្អូនដែលធ្វើការចាក់អារម្មណ៍អាចអញ្ជើញមកកាន់ការិយាល័យដោយផ្ទាល់ដែលយើងមានទីតាំងជាប់នឹងផ្លូវកបាត់ក្រុង40ម៉ែត្រចម្ងាយត្រឹមតែ700ម៉ែត្រតែប៉ុណ្ណោះហើយយើងជាប់នឹងកាហ្វេចេស្ត្រាដ៏ល្បីខាងខេត្តសៀមរាបសូមអរគុណសូមជម្រាបលា